បាទសួស្តីទាំងអស់គ្នាបាទអញ្ចឹងយើងចូលចំណុចថ្មីមួយទៀតទាក់ទងជាមួយនឹងការកំណត់ថ្ងៃបរិច្ឆេទជាទម្រង់ខ្មែរអញ្ចឹងខ្ញុំមានថ្ងៃបរិច្ឆេទជាទម្រង់អង់គ្លេសបែបនេះហើយខ្ញុំចង់ដូរវាទៅជាថ្ងៃបរិច្ឆេទទម្រង់ខ្មែរបាទអញ្ចឹងយើងធ្វើដូចម្ដេចបាទអញ្ចឹងទីមួយគឺយើង select ទៅលើថ្ងៃបរិច្ឆេទទម្រង់អង់គ្លេសហ្នឹងហើយយើងមកស្ដាំ format cell ហើយយើងចុចលើ custom ហើយទាំងអស់គ្នាត្រូវបាទចូលទៅក្នុងប្រអប់ tab ដើម្បីវាយលេខកូដបាទអញ្ចឹងនៅក្នុងលេខកូដនេះទាំងអស់គ្នាវាយសញ្ញាគ្នាហើយដុល្លារបាទសញ្ញាគ្នាហើយយើងវាយសញ្ញាដុល្លារហើយបន្ទាប់មកយើងត្រេមួយហើយយើងសរសេរ KH បាទសំទោស KM ត្រេមួយទៀត KH ហើយយើងគៀបវា1200បិទគ្នាបាទបន្តមកទៀតគឺយើងសរសេរទម្រង់ថ្ងៃបរិច្ឆេទគឺទម្រង់ D 2ដងដក clear បាទឬក៏ត្រេក៏បានដែរហើយបាទ MM 4ដងបាទ MM 4ដងបន្ទាប់មកយើងត្រេមួយទៀតY 4ដងអញ្ចឹងយើងកំណត់ថ្ងៃខែបរិច្ឆេទបែបហ្នឹងហើយបន្ទាប់មកទាំងអស់គ្នានឹងទទួលបានលទ្ធផលឃើញថ្ងៃជាទម្រង់ខ្មែរបាទអញ្ចឹងយើងគ្រាន់តែធ្វើការផ្លាស់ប្ដូរពុម្ពអក្សរឲ្យវាស្អាតបន្តិចទៅបាទឧទាហរណ៍យើងដាក់ខ្មែរឆ្លាក់អីមកបាទហើយបើសិនជាចេញត្រង់ជើងជ័យយើងទាញកន្លាយវែងបន្តិចណាបាទអញ្ចឹងក្នុងមេរៀននេះគឺមានតែប៉ុណ្្នឹងបាទអញ្ចឹងវីដេអូនេះចប់តែប៉ុណ្្នឹងបាទសូមអរគុណ